ជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកដូចជាមកចែករំលែកពីវិធីធ្វើនំចេកដុតដ៏មានរសជាតិឈ្ងុយឆ្ងាញ់នំនេះខ្ញុំធានាថាបងប្អូនធ្វើហើយនឹងខមមិនមកប្រាប់ខ្ញុំថាឆ្ងាញ់មែនហើយស្រួលធ្វើទៀតអត់មានគ្រឿងផ្សំអីច្រើនទេបងប្អូនអត់មានឡដុតនឹងឆ្នាំងដុតធម្មតាក៏បានដែរខ្ញុំនឹងបង្ហាញពីវិធីដោយដុតក្នុងឡនិងដុតនៅក្នុងឆ្នាំងដុតធម្មតាតាមពិតនំចេកដុតនេះជាទូទៅក្នុងមួយសប្តាហ៍ខ្ញុំធ្វើយ៉ាងតិច1ដងទៅ2ដងធ្វើសឹងតែរាល់សប្តាហ៍ពីព្រោះម្ដាយខ្ញុំក៏ចូលចិត្តពិសាហើយកូនខ្ញុំក៏ចូលចិត្តដែរប៉ុន្តែធ្វើជាច្រើនដងខ្ញុំអត់ដែលបានឆ្លៀតថតវីដេអូជូនបងប្អូនទេដោយសារខ្ញុំកោពពកខ្លួនឯងមួយផ្លែតទៅគឺដុតបានហូបហើយប៉ុន្តែលើកនេះមានពេលខ្ញុំនឹកឃើញថានឹងចែករំលែកជូនបងប្អូនពីព្រោះនំនេះគឺវិធីធ្វើងាយស្រួលហើយពិតជាឆ្ងាញ់មែនសាច់នំគឺទុនបានយូរទុកបាន4-5ថ្ងៃអត់ដាក់ទូទឹកកកបើដាក់ទូទឹកកកអាចទុកបានរហូតដល់មួយសប្តាហ៍អីក៏អត់បញ្ហាដែរហើយនំឆ្ងាញ់សាច់នំទុនហើយអត់ស្ងួតទេអត់អួលទេអញ្ចឹងមុនទៅមើលវិធីធ្វើបងប្អូនដែលមើល Channel មកដូចជាហើយអត់ទាន់បានជួយ Subscribe សូមជួយចុច Subscribe ចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូក្រោយៗទៀតហើយបងប្អូនដែលមើលតាម Facebook សូមជួយចុច Share ជួយចុច Follow Page មកដល់ Share ឲ្យបានច្រើនផងដើម្បីបានគ្រប់គោលការណ៍ Facebook នឹងគេអញ្ចឹងយើងទៅមើលវិធីធ្វើនិងគ្រឿងផ្សំទាំងអស់គ្នាតោះយើងចាប់ផ្ដើមធ្វើយើងប្រើពងមាន់ចំនួន3គ្រាប់បងប្អូនគួរតែប្រើពងមាន់ថ្មីទៅនំយើងឆ្ងាញ់អត់សូវឆ្អាបផងរួចហើយកូរឲ្យពងមាន់យើងបែកឲ្យរាងវៃកូរឲ្យរាងឡើងសបន្តិចអត់យូរទេហើយអត់មានម៉ាស៊ីនវៃអីទេវៃតែដៃកូរទៅគឺបានហូបហើយនំនេះហ៎ចារួចហើយគឺយើងដាក់ស្ករចំនួន150ក្រាមបងប្អូនប្រើស្ករសធម្មតាក៏បានដែរណាប៉ុន្តែខ្ញុំប្រើស្ករត្នោតស្ករហមចេះឈ្ងុយចានំយើងឈ្ងុយល្អជាងកូរដាក់ស្ករកូររហូតដល់ទៅស្ករយើងនឹងរលាយល្អហើយដើម្បីឲ្យមានក្លិនឈ្ងុយខ្ញុំដាក់ក្លិនវ៉ានីឡាចំនួន1ស្លាបព្រាកាហ្វេបងប្អូនអត់មានមិនបាច់ដាក់ក៏បានបងប្អូនអាចដាក់ម្សៅវ៉ានីក៏បានដែររួចហើយកូរឲ្យសព្វចូលគ្នាចំពោះសម្ភារៈធ្វើនំទាំងអស់បងប្អូនរកទិញអត់បានអាចទំនាក់ទំនងតាមរយៈ Page Malaysia តាមលេខទូរស័ព្ទឬលេខ Telegram ដែលបានដាក់ជូននេះឬតាម Facebook Page ក៏បានដែរចាពងមាន់យើងលាយជាមួយស្ករហ្នឹងបន្ទាប់ពីលាយហើយយើងទុកមួយអន្លើសិនអញ្ចឹងយើងមកបកចេកម្ដងបងប្អូនគួរតែប្រើចេកដែលទុំចូលគឺកាន់តែផ្អែមឆ្ងាញ់ណាបងប្អូនប្រើចេកណាំវ៉ាក៏បានប្រើចេកអំបូងក៏បានដែរប៉ុន្តែខ្ញុំមានចេកណាំវ៉ាថ្ងៃនេះខ្ញុំប្រើចេកណាំវ៉ាក៏ឆ្ងាញ់ដែរអត់អីទេយើងបកយកសម្បកចេញឲ្យស្អាតយើងថ្លឹងយកទៅសាច់ចេកចំនួន350ក្រាមឬក៏យើងហៅថា3ខាំកន្លះបន្ទាប់មកគឺសង្កត់ចេកឲ្យបានម៉ត់មិនមែនថាម៉ត់ខ្លាំងទេបងប្អូនម៉ត់នៅដុំដើម្បីយើងហូបទៅមានប៉ះសាច់ចេកអញ្ចឹងឆ្ងាញ់បងប្អូនអត់មានប្រដាប់សង្កត់ដូចខ្ញុំអាចប្រើសមសង្កត់ក៏បានដែរចាម៉ត់ប៉ុណ្ណេះគឺបានហើយចាយើងយកពងដែលយើងលាយជាមួយនឹងស្ករហ្នឹងចាក់ចូលច្បល់ជាមួយនឹងចេកចាកូរឲ្យសព្វចូលគ្នាបងប្អូនអត់មានឧបករណ៍កូរដូចខ្ញុំប្រើវែកប្រើចង្កឹះប្រើសមអីវៃកូរក៏បានដែរក្នុងចានខ្ញុំនេះគឺមានម្សៅមីចំនួន180ក្រាមឬក៏ 1.8 ខាំហើយយើងដាក់ baking powder 1ស្លាបព្រាកាហ្វេនិង baking soda ចំនួន1ស្លាបព្រាកាហ្វេដូចគ្នាធ្វើឲ្យនំយើងឡើងហើយទន់ល្អរួចហើយយើងត្រូវរែងម្សៅដាក់ចូលទៅក្នុងចានចេករបស់យើងទើបធ្វើឲ្យនំយើងនឹងឡើងល្អហើយសាច់នំយើងស្រាលគឺទន់ល្អបងប្អូនអាចប្រើកត្រងដូងអីរែងក៏បានដែរបងប្អូនធ្វើដូច្នេះរហូតទាល់តែអស់ម្សៅបន្ទាប់ពីដាក់ម្សៅចូលអស់ហើយយើងកូរច្បល់ម្សៅជាមួយនឹងចេកយើងនឹងឲ្យសព្វចូលគ្នាជាសាច់មួយល្អហើយយើងដាក់ប្រេងឆាប្រេងសណ្តែកក៏បានប្រេងផ្កាឈូករ័ត្នក៏បានប្រេងអូលីវក៏បានដែរចំនួន150ក្រាមឬក៏1ខាំកន្លះកូរឲ្យសព្វជាមួយនឹងម្សៅយើងបងប្អូនកុំឃើញថាប្រេងនេះច្រើនគឺតលាន់អត់តលាន់ទេហើយក៏អត់អីដែរណាគឺធ្វើឲ្យនំយើងទន់ចាបើយើងអត់ដាក់ប្រេងនំយើងអត់ទន់ទេបន្ទាប់ពីលាយហើយយើងគួរទុកម្សៅ15នាទីទៅ20នាទីសិនទើបយើងយកទៅដុតណា
ចឹងបងប្អូនត្រូវចាំថាមុនយើងយកនំទៅដុតយើងត្រូវកម្ដៅឡឲ្យក្ដៅសិនណាយ៉ាងហោចណាស់ក៏5 ទៅ 10 នាទីមុនដាក់នំដុតដែរចឹងខ្ញុំបានបើកឡកម្ដៅក្នុងសីតុណ្ហភាព180អង្សាសេរយៈពេល10នាទីហើយខ្ញុំចាក់ម្សៅហ្នឹងចូលទៅក្នុងពុម្ពដោយមានក្រដាសទ្រាប់បើបងប្អូនអត់មានក្រដាសទ្រាប់ទេអាចចាក់ប្រេងបន្តិចលាបទៅក្នុងពុម្ពហើយចាំចាក់ម្សៅចូលក៏បានដែរធ្វើដូច្នេះគឺនំយើងពេលឆ្អិនហើយអត់ជាប់ពុម្ពទេចាមុនយកទៅដុតយើងអាចលើកអុក 2-3 ដងទៅដើម្បីឲ្យសាច់នំយើងហ្នឹងដូចថាកុំឲ្យប្រហោងក្នុងអីអញ្ចឹងណាចាដើម្បីឲ្យមើលទៅនំយើងកាន់ទៅទំនមហើយស្អាតបងប្អូនអាចចិតចេកចារៀបដាក់ពីលើមុខហ្នឹងដោយចិតដោយវិធីណាក៏បានដែរជាទៅវែងក៏បានជាមូលក៏បានដែរឬក៏មិនបាច់ដាក់ក៏បានដែរប៉ុន្តែដាក់ទៅស្អាតដែរណាហើយបងប្អូនអាចរោយល្ងពីលើល្ងសពីលើនឹងបន្តិចក៏បានរោយគ្រាប់ល្ពៅគ្រាប់អីក៏បានដែរចាអញ្ចឹងពុម្ពធំមូលនេះគឺខ្ញុំដុតនៅក្នុងឡដោយកម្ដៅ170អង្សាសេខ្ញុំដុតក្នុងរយៈពេល25នាទីសិនឡខ្ញុំមួយនេះគឺតូចទេអត់សូវធំទេហើយទាបដូច្នេះខ្ញុំដុត25នាទីសិនហើយលើកក្រោយបាទខ្ញុំលើកទៅដាក់ខាងលើមួយជាន់វិញបងប្អូនអាចមើលតាមឡបានណាសេរីតាមនោះធ្វើម៉េចឲ្យតែនំយើងឆ្អិនទៅបានហើយចាគ្រប់25នាទីហើយយើងមកមើលទាំងអស់គ្នាចានំបងប្អូនឃើញឡើងល្អណាបងប្អូនយើងចង់ដឹងថាឆ្អិនមិនឆ្អិនយើងប្រើឈើដោតសាច់គោឬក៏ឈើចាក់ថ្មីឬក៏ចង្កឹះក៏បានដែរចាក់ចូលហើយបើឃើញនៅមានម្សៅសសសើមជាប់ដូច្នេះបានន័យថាអត់ទាន់ឆ្អិនទេចាអញ្ចឹងខ្ញុំបន្តដាក់ដុតទៀតដោយប្រើកម្ដៅ170អង្សាសេដូចគ្នាដុតរយៈពេល25នាទីទៀតអញ្ចឹងខ្ញុំមើលម្ដងទៀតចាឥឡូវនំរបស់ខ្ញុំគឺឆ្អិនហើយណាអញ្ចឹងបើបងប្អូនដុតហើយនំឆ្អិនហើយប៉ុន្តែបងប្អូនឃើញពណ៌នំរាងអត់សូវស្អាតចង់ឲ្យក្រហមជាងនេះបន្តិចបងប្អូនអាចដាក់បន្តទៀត 4-5 នាទីទៀតក៏បានដែររហូតទាល់តែនំបានពណ៌ដែលបងប្អូនពេញចិត្តហើយនេះគឺសម្រាប់បងប្អូនដែលដុតនៅក្នុងឆ្នាំងក្នុង air fryer គឺខ្ញុំដាក់ដោយសារ air fryer គឺរាងទាបជាងហើយភ្លើងមានតែពីខាងលើទេអញ្ចឹងយើងត្រូវប្រយ័ត្នយើងកុំប្រើភ្លើងខ្លាំងពេកយើងប្រើភ្លើងត្រឹមតែ160អង្សាសេអីយើងដុតរយៈពេល20ទៅ25នាទីសិនហើយយើងមើលនំយើងបើសិនជានំយើងអត់ទាន់ឆ្អិនចាំយើងដុតបន្ត10នាទី15នាទីអីទៀតតើតើនំយើងឆ្អិនយើងឧស្សាហ៍មកមើលផងខ្លាចខ្លោចណាចានំនេះគឺឆ្អិនហើយណាអត់មានម្សៅជាប់ទេប៉ុន្តែបើបងប្អូនចង់ឲ្យក្រហមជាងនេះអាចដាក់បន្ត 4-5 នាទីទៀតក៏បានចានំបានឆ្អិនរួចរាល់អស់ហើយអញ្ចឹងដល់ពេលត្រូវឆ្ងាញ់ទៀតហើយនេះគឺជានំដែលយើងដុតដោយប្រើឡចាគឺនំឈ្ងុយមែនទេបងប្អូនពេលដែលដុតហ្នឹងគឺឲ្យក្លិនឈ្ងុយពេញផ្ទះតែម្ដងហើយនេះគឺជានំដែលយើងដុតដោយប្រើឆ្នាំងដុតឬយើងហៅថា air fryer ហ្នឹងចាទុកឲ្យត្រជាក់យើងយកចេញពីពុម្ពចាយើងឆ្កាស់តិចអញ្ចឹងមកអត់ជាប់ពុម្ពទេដោយសារពុម្ពហ្នឹងគឺយើងបានលាបប្រេងបន្តិចហើយនំទាំងពីរនេះខ្ញុំធានាបងប្អូនធ្វើទៅនឹងបាននំចេកដុតចា banana cake នឹងដល់ឆ្ងាញ់តែម្ដងអញ្ចឹងខ្ញុំកាត់បង្ហាញជូនបងប្អូនមើលសាច់ខាងក្នុងហើយឲ្យឃើញភាពទន់របស់នំផងនំនេះខ្ញុំតែងតែធ្វើក្នុងមួយសប្តាហ៍យ៉ាងតិច1ដងទៅ2ដងជារៀងរាល់សប្តាហ៍ពីព្រោះម្ដាយខ្ញុំគាត់ចូលចិត្តពិសាពេលថ្ងៃអីចឹងគាត់ងើបពីសម្រានអីទៅគាត់មកទៅគាត់ពិសាជាមួយកាហ្វេជាមួយទឹកតែទឹកកកអីគឺគាត់ចូលចិត្តមែនតើហើយកូនខ្ញុំក៏គាត់ចូលចិត្តដែរចាបងប្អូនមើលសាច់នំណាគឺទន់ល្អហើយនៅក្នុងនំហ្នឹងគឺ juicy បានន័យថាវាមានសំណើមណាពិសាអត់អួលទេបងប្អូនហើយឆ្ងាញ់ហើយទុក 2-3 ថ្ងៃអីក៏នៅតែសាច់នំនៅតែទន់ដែរអត់រឹងទេអញ្ចឹងខ្ញុំពុះនំដែលដុតដោយឆ្នាំងដុតជូនបងប្អូនគឺដូចគ្នាបងប្អូនអត់សូវខុសគ្នាប្រហែលទេដុតដោយឆ្នាំងដុតនិងដុតដោយឡគឺសាច់នំទន់ដូចគ្នារសជាតិដូចគ្នាចាអរគុណច្រើនចំពោះការមើលវីដេអូមួយនេះសង្ឃឹមថានឹងមានប្រយោជន៍ដល់បងប្អូនមិនតិចក៏ច្រើនដែរបងប្អូនដែលមើល Channel មកដូចនេះហើយអត់បានជួយចុច Subscribe សូមជួយចុច Subscribe សូមជួយចុចសញ្ញារូបកណ្ដឹងដើម្បីឲ្យអ្នក Subscriber បានកាន់តែច្រើនឡើងឲ្យមកដូចនេះមានកម្លាំងចិត្តធ្វើវីដេអូក្រោយៗទៀតបងប្អូនដែលមើលតាម Facebook សូមជួយចុច Follow Page សូមជួយចុច Share ផងដើម្បីឲ្យឆាប់គ្រប់គោលការណ៍ Facebook
អរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា